Châu bồ ai nhom một hai. Trên gian ai một vinh ban có lọ đài. គុំនិយាយអីសម្រាប់ទៅគ្រូពេទ្យថាអ្នកនឹងឆាប់ជាវិញទេ រៀងកាយខ្ញុំដឹងច្បាស់ណាស់ស្ដាប់ខ្ញុំណាមានរឿងមួយអ្នកត្រូវតែជួយខ្ញុំឲ្យបាន និយាយមកខ្ញុំយកព្រមគ្រប់យ៉ាងទោះបីជាត្រូវឆ្លងកាត់ភ្លើងក៏ខ្ញុំទៅដែរ ចងចាំទេផ្ទះចាស់ដែលគ្មានអ្នកណាយកនោះនឹកឃើញទេ ចាំបានតាផ្ទះដែលចិត្តរំនោះទេដែលអ្នកតែងតែនាំខ្ញុំដើរកាត់នោះ ទិញវាទុកទៅទោះបីជាត្រូវចំណាយលុយប៉ុន្មានក៏ដោយត្រូវព្រោះតែទិញវាឲ្យបានកុំឲ្យវាធ្លាក់ទៅក្នុងដៃអ្នកដទៃ ជើបោផ្ទះនោះខ្លាចជាគំនរសម្រាមទៅហើយទិញវាធ្វើអី ស្ដាប់ខ្ញុំទៅត្រូវតែទិញឲ្យបាន ចាស់ឆេងយ៉ានឥឡូវម៉ោង 3:12 នាទីសៀលហើយ អ្នកបិទ អ្នកមកវិញហើយខ្លួនប្រានសុទ្ធតែក្លិនថ្នាំពេទ្យចុះជើបោយ៉ាងម៉េចហើយខ្ញុំប្រាប់អ្នកឲ្យហើយណារឿងចំណាយពិធីបុណ្យសកុំទូលាយកតែម្នាក់ឯងផ្ទះយើងស្ថានភាពយ៉ាងម៉េចអ្នកក៏ដឹងដែរជើបោគាត់ស្លាប់ហើយស្លាប់ក៏ស្លាប់ទៅវាជារឿងធម្មតារបស់មនុស្សលោកទេចុះថ្ងៃនេះអ្នករត់ពេញមួយថ្ងៃតើបានចំណាយលុយអស់ប៉ុន្មានខ្ញុំបានទិញផ្ទះចាស់នោះតាមបណ្ដាំរបស់គាត់ហើយចំណាយលុយក្រៅប្រទេសអស់ 30,000 អ្វីឆេងយ៉ានអ្នកឈួតមែនទេលុយ 30,000 នោះជាលុយចុងក្រោយរបស់ផ្ទះយើងផងអ្នកយកទៅទិញផ្ទះចិត្តរមុខធ្វើអីអ្នកខ្ញុំទៅរស់នៅក្នុងផ្ទះនោះមែនទេ លើទេផ្ទះឆេនយ៉ាងឆ្លោះគ្នាទៀតហើយលើកនេះរឿងអីទៀតលីថាគាត់ទិញផ្ទះចាស់មួយគាត់យកលុយពីណាមកទិញធ្វើការងារជួសជុលតិចតួចបែបនោះមួយថ្ងៃរកបានប្រមាណទៅបានប្រពន្ធស្អាតដូចជាសិនយន្តទៅហើយពិតជាសំណាងអាក្រក់មែន អ្នកស្ដាប់មើលអ្នកក្នុងភូមិទាំងអស់កំពុងតែមើលរឿងកំ pl ែងផ្ទះយើងហើយឆេនយ៉ានខ្ញុំរៀបការជាមួយអ្នក 3 ឆ្នាំហើយតើខ្ញុំបានអីបានតែភាពស្មោះត្រង់នឹងការងារហត់នឿយរបស់អ្នកមែនទេអ្នកធ្វើការងារហត់នឿយ 3 ឆ្នាំហើយយើងនៅតែរស់នៅក្នុងផ្ទះជួលចាស់នេះដដែលឥឡូវអ្នកថែមទាំងយកលុយសន្សំចុងក្រោយរបស់យើងទៅទិញរបស់ឥតបានការទៀតអ្នកចង់ឲ្យខ្ញុំទៅអាម៉ាស់ជាមួយអ្នកមែនទេ នេះជាបណ្ដាំចុងក្រោយរបស់ចៅបូ បណ្ដាំចុងក្រោយបណ្ដាំរបស់គាត់គឺឲ្យផ្ទះយើងអស់លុយមែនទេគាត់ជាមនុស្សចាស់ម្នាក់ឯងស្លាប់ទៅហើយនៅមកធ្វើឲ្យអ្នកលំបាកទៀតខ្ញុំប្រាប់អ្នកឆេនយ៉ានឥឡូវនេះភ្លាមទៅដកផ្ទះនោះវិញទៅយកលុយមកវិញឲ្យគ្រប់ចំនួនផ្ទះនេះខ្ញុំមិនដកវិញទេបានឆេនយ៉ានអ្នកពិតជាល្អមែនណាដើម្បីមនុស្សម្នាក់អ្នកដល់ថ្នាក់បោះបង់គ្រួសារមែនទេបាននេះជាកិច្ចសន្យាលែងលះខ្ញុំបានរៀបចំទុកយូរហើយដើមឡើយចង់ទុកមុខឲ្យអ្នកខ្លះតែបើអ្នកយល់ពីចិត្តខ្ញុំក៏កុំបន្ទោសខ្ញុំដែរស្អែកម៉ោង 9 ព្រឹកនៅមុខការិយាល័យអ្នកណាមិនទៅអ្នកនោះជាកូនក្មួយនេះគឺជាកិច្ចព្រមព្រៀងលែងលះខ្ញុំបានត្រៀមរួចរាល់យូរមកហើយដើមឡើយខ្ញុំចង់ទុកមុខឲ្យអ្នកខ្លះតែបើអ្នកមិនចេះដឹងខុសត្រូវបែបនេះទេនោះក៏កុំបន្ទោសខ្ញុំអីស្អែកម៉ោង 9 ព្រឹកនៅមុខមន្ទីរចុះបញ្ជីអាពាហ៍ពិពាហ៍អ្នកណាដែលមិនទៅអ្នកនោះគឺជាកូនក្មេង តើមុនរៀបការបូកសរុបទៅមានលុយ$500ដែរទេឯងមើលលោកវ៉ាងទៅគាត់គ្រាន់តែឲ្យការបូកមួយមកខ្ញុំក៏គ្រប់គ្រាន់សម្រាប់ឯងរកបាន1ឆ្នាំដែរពេលខ្ញុំទៅជាមួយគាត់អ្នកណាក៏លើកតម្កើងខ្ញុំតែពេលខ្ញុំនៅជាមួយឯងអ្នកណាក៏អាណិតខ្ញុំទ្រាំលែងបានហើយដូច្នេះហើយបានជាឯងរកអ្នកថ្មីទុកជាស្រេចចុះបើមិនហើយតើម៉េចមនុស្សតែងតែចង់បានអ្វីដែលល្អជាងមុនទឹកតែងតែហូរចុះក្រោមគឺឯងខ្លួនឯងទេដែលមិនខំប្រឹងកុំបន្ទោសការពិតអីរបស់របរនៅក្នុងផ្ទះកញ្ចាស់នេះខ្ញុំមិនយកអ្វីទាំងអស់ឯងទុកវាប្រើទៅចុះអូទេ
កូនអើយតើវាមានរឿងអ្វីទៅអ្នកចិត្តខាងទូរស័ព្ទមកប្រាប់យើងថាសិនយន្តអូវ៉ាលីចេញទៅហើយថាពួកឯងនឹងបែកគ្នាតើកូនពិតជាបានទិញផ្ទះចាស់នោះហើយធ្វើឲ្យនាងខឹងរហូតរត់ចោលមែនទេកូននៅមានមុខអង្គុយនៅទីនេះទៀតម៉ាក់កូនមកពីស្រុកកំណើតតាំងពីព្រលឹមខ្មាស់គេអស់ហើយមើលចុះកូនធ្វើរឿងល្អអ្វីខ្លះគ្រួសារត្រកូលឈិនយើងជាមនុស្សស្មោះត្រង់រាប់ចំនួនមកហើយហេតុអ្វីបានជាមានកូនមិនចេះរក្សាទ្រព្យសម្បត្តិដូចកូនទៅវិញម៉ាក់ពួកម៉ាក់អង្គុយសិនទៅអង្គុយអីទៀតម៉ាក់សួរកូនសិនយន្តទៅណាកូនពិតជាបានចាយលុយសន្សំក្នុងផ្ទះអស់មែនទេកូនពិតជាចង់លេងលេះជាមួយនាងមែនទេនាងទៅបាត់ហើយផ្ទះនោះក៏បានទិញមែនកូនមិនដឹងគុណកូនត្រូវទៅសុំទោសសិនយន្តភ្លាមទោះត្រូវលុតជង្គង់ក្បាលក៏ត្រូវតែអង្វរនាងឲ្យត្រឡប់មកវិញហើយត្រូវលក់ផ្ទះចាស់នោះចេញភ្លាមឬទេប៉ាផ្ទះនោះលក់វិញមិនបានទេនេះជាបំណងចុងក្រោយរបស់ពូជើខ្ញុំបានសន្យាជាមួយគាត់ហើយកូនឲ្យបំណងចុងក្រោយគឺជាមនុស្សស្លាប់ទៅហើយមនុស្សនៅរស់ត្រូវគិតពីបច្ចុប្បន្នពូជើជាអ្នកមានគុណរបស់គ្រួសារយើងតើអាចដោយសារតែបំណងចុងក្រោយរបស់គាត់ធ្វើឲ្យគ្រួសារកូនត្រូវបែកបាក់បានយ៉ាងម៉េចសិនយន្តជាស្រីល្អម្នាក់គ្រាន់តែចិត្តក្តៅបន្តិចកូនទៅនិយាយលួងលោមនាងទៅនាងនឹងត្រឡប់ចិត្តមកវិញទេនិយាយលួងលោមជាមួយនឹងចរិតបែបនេះតើនាងចេះនិយាយលួងលោមដែរឬឈិនយ៉ានម៉ាក់ប្រាប់កូនឲ្យហើយម៉ាក់មិនខ្វល់ពីបំណងចុងក្រោយអ្វីទេបើថ្ងៃនេះកូនមិនទៅតាមសិនយន្តត្រឡប់មកវិញទេម៉ាក់នឹងមិនទទួលស្គាល់កូនជាកូនទៀតទេរឿងនេះពួកម៉ាក់កុំបារម្ភអីខ្ញុំនឹងដោះស្រាយដោយខ្លួនឯងលទ្ធផលដែលកូនដោះស្រាយគឺប្រពន្ធរត់ចោលគ្រួសារបែកបាក់កូននៅចង់ដោះស្រាយបែបណាទៀតតើត្រឹងឲ្យម៉ាក់នឹងប៉ាខឹងរហូតដល់ស្លាប់ទើបកូនអស់ចិត្តមែនទេកូននឹងទៅណាខ្ញុំទៅមើលផ្ទះនោះបន្តិចកូននៅហ៊ានទៅទៀតកូនឈរនៅទីនេះវាគួរតែស្លាប់គឺនៅទីនេះឯងជីនឆានគឺពិតជាជីនឆានមែនចៅបូអ្នកមិនបានកុហកខ្ញុំទេគឺនៅទីនេះឯងមេជាងធំសៀវយ៉ានយើងជាអ្នកធ្វើការងារសិប្បកម្មត្រូវតែទទួលខុសត្រូវចំពោះឧបករណ៍ក្នុងដៃនិងវត្ថុដែលយើងកាន់របស់ដែលយើងជួសជុលមិនមែនគ្រាន់តែជាវត្ថុនោះទេគឺជារូបរាងនៃចិត្តដុំមាសពិតជាដុំមាសមែនបើអញ្ចឹងចុះអញ្ចឹងខ្ញុំឃើញអ្នកក៏ជាមនុស្សប្រហែលជាជួបបញ្ហាខ្ញុំសុកចិត្តប្រថុយតម្លៃតែមួយគត់ខ្ញុំគិតអ្នក350តាមមិនដែររបស់អ្នកនេះប្រហែល50ក្រាមគឺ17500យកទៅពូជើពូមិនបានកុហកខ្ញុំទេបើអញ្ចឹងខ្ញុំសុំលាហើយជប់សិនបងប្រុសកុំតន់អើទៅអីតម្លៃយើងអាចចរចាគ្នាបានមើលទៅបងក៏ជាមនុស្សត្រង់ដែរខ្ញុំបន្ថែមឲ្យបងទៀត380ចុះបែបនេះសម្រុំហើយមែនទេបងសាកសួរគេអញជុំវិញទីផ្សារនេះមើលតើមានអ្នកណាហ៊ានទិញទំនិញគ្មានវិកេបតក្នុងតម្លៃនេះខ្ញុំសុំទៅសួរហាងផ្សេងទៀតសិនមេជាងធំសៀវយ៉ានអ្នកធ្វើការងារសិប្បកម្មដូចពួកយើងត្រូវតែទទួលខុសត្រូវលើឧបករណ៍ក្នុងដៃនិងវត្ថុដែលយើងធ្វើអ្វីដែលយើងជួសជុលមិនមែនគ្រាន់តែជាវត្ថុទេតែជាចិត្តមនុស្សពូជើពូមិនមែនឲ្យលុយខ្ញុំទេតែពូកំពុងផ្ដល់ឱកាសឲ្យខ្ញុំឱកាសដែលធ្វើឲ្យខ្ញុំអាចប្រែក្លាយការងារសិប្បកម្មនេះទៅជាអាជីពពូចង់ឲ្យខ្ញុំក្លាយជាមេជាងធំម្នាក់ដែរបងប្រុសអ្នកនេះជាអ្នកជំនាញមែនអ្នកទិញទៅមានចំណេញខ្ញុំលក់ទៅក៏មិនខាតដែរបានតម្លៃបាននេះមួយនេះខ្ញុំថ្លឹងបន្តិចគឺចំ50ក្រាម$23000បងប្រុសបើថ្ងៃក្រោយមានថ្មបែបនេះទៀតត្រូវតែមករកខ្ញុំមុនខ្ញុំធានាឲ្យបងនៅតម្លៃខ្ពស់បំផុតក្នុងទីផ្សារបានស្ទើរតែមើលច្រឡំភ្នែកទៅហើយចៅបូខ្ញុំយល់ហើយលុយគឺជារបស់ស្លាប់ឯជំនាញគឺជារបស់រស់ទ្រព្យសម្បត្តិទាំងនេះមិនមែនទុកឲ្យខ្ញុំអង្គុយស៊ីដាច់នោះទេវាគឺជាខ្នងបង្អែកនិងជាដើមទុនរបស់ខ្ញុំនឹងប្រើវាដើម្បីប្រែក្លាយការរំពឹងទុករបស់អ្នកឲ្យទៅជាការពិតក្លាយជាការពិត
អូយ អូយសៀវសិននេះរៀបនឹងរើផ្ទះមែនទេរកបានកន្លែងល្អធ្វើការហើយមែនទេ មិនជួលទៀតទេ ម្ចាស់ផ្ទះដឹងមែនទេក៏មិនចម្លែកដែរថ្លៃឈ្នួលផ្ទះនេះប្រហែលជាជំពាក់គេយូរហើយមែនទេហើយអ្នកក្មេងមិនងាយស្រួលទេឥឡូវប្រពន្ធក៏រត់ចោលរស់នៅម្នាក់ឯងត្រូវតែចេះគិតគូរឲ្យល្អិតល្អន់បើមិនអញ្ចឹងទេរើទៅនៅបន្ទប់ក្រោមដីរបស់បងប្អូនខ្ញុំទៅមួយខែត្រឹមតែ300ទេគ្រាន់តែអត់មានបង្អួចហើយសំបន្តិចមើលទៅគាត់គួរឲ្យអាណិតណាស់ប្រកាសជាគ្មានលុយបង់ថ្លៃផ្ទះទើបគេដេញចេញម្សិលមិញពេលសិនយន្តចេញទៅគឺឃើញហើយយំគួរឲ្យអាណិតណាស់គេថាគាត់ជាអ្នកបង្ខំអ្នកឯងថាហេតុអ្វីបានជាគាត់គិតខ្លីម្លេះរស់នៅសុខមិនចង់ទៅទិញផ្ទះចាស់ដែលគ្មានអ្នកនៅធ្វើអ្វីសុំមុខហើយគឺវាសនាអ្នកក្រដែលខំធ្វើការចង់ខ្លាចជាថៅកែទៀតឥឡូវល្អហើយប្រពន្ធរត់ចោលផ្ទះក៏បែកបាក់សំបីតែកន្លែងស្នាក់នៅក៏គ្មាន អ្នកគ្រប់គ្រងវាងថ្ងៃក្រោយមិនបាច់បារម្ភរឿងផ្ទះខ្ញុំទៀតទេខ្ញុំក៏នឹងមិនរំខានអ្នកទាំងអស់គ្នាទៀតដែរ ហ៎នៅធ្វើជាអួតទៀតខ្ញុំមើលទៅមិនប៉ុន្មានថ្ងៃទៀតគាត់នឹងត្រឡប់មកវិញដោយភាពអាម៉ាស់ដល់ពេលនោះយំក៏គ្មានកន្លែងយំដែរត្រូវហើយយើងរងចាំមើលរឿងល្អមើលទៅ សួស្ដីសៀនរ៉េនតើមានអ្វីឲ្យខ្ញុំជួយទេចង់ជួលផ្ទះឬទិញផ្ទះខាងយើងផ្ដោតលើលំនៅឋានលំដាប់ខ្ពស់និងហាងពាណិជ្ជកម្មខ្ញុំចង់ជួលហាងមួយបានតើអ្នកមានតម្រូវការអ្វីខ្លះទាក់ទងនឹងទីតាំងទំហំនិងថវិកាហាងនៅខាងយើងថ្លៃជួលប្រចាំឆ្នាំគឺចាប់ផ្ដើមពីខ្ទង់លានឡើងទៅខ្ញុំឃើញនៅលើអនឡាញហាងនៅជ្រុងផ្លូវដែលកំពុងដាក់ជួលពីរជាន់មានបង្អួចកញ្ចក់ធំខ្ញុំចង់ទៅមើលកន្លែងនោះអូអ្នកចង់និយាយពីហាងនៅជ្រុងមាសមែនទេលោកមិនបាច់លាក់បាំងទេទីតាំងនោះគឺជាហាងល្អបំផុតនៅទីនេះអ្នកដែលមកមើលគឺតម្រង់ជួលគ្នាហើយម្ចាស់ផ្ទះបានបញ្ជាក់ច្បាស់ថាជួលឲ្យតែម៉ាកល្បីដែលមានសមត្ថភាពប៉ុណ្ណោះតើអ្នករកស៊ីអ្វីដែរសិក្ខាសាលាជួសជុលឯកជនសិក្ខាសាលាជួសជុលមែនទេប្រហែលជាមិនសូវសមទេប្រភេទអាជីវកម្មនៅទីនេះគឺសុទ្ធតែជាម៉ាកអន្តរជាតិភោជនីយដ្ឋានលំដាប់ខ្ពស់គឺដើម្បីធានាបាននូវកម្រិតនៃតំបន់ទាំងមូលរបស់អ្នកប្រហែលជាស័ក្តិសមនឹងទីផ្សារជំនាញឬនៅជិតសហគមន៍ជាងអ្នកបើកទ្វាររកស៊ីឬមើលមុខមនុស្សទៅលក់ឲ្យនាំខ្ញុំទៅមើលទៅសូមអញ្ជើញចូលអ្នកមើលចុះគឺនៅទីនេះហើយទីតាំងល្អឥតខ្ចោះចរាចរណ៍មនុស្សក៏ច្រើនថ្លៃជួលមួយឆ្នាំ$1,200,000បង់ប្រាក់កក់3ខែបូករួម1ខែដំបូងសរុបបង់4ខែគឺ$400,000ហើយក៏ត្រូវពិនិត្យមើលគុណវុឌ្ឍម៉ាកយីហោរបស់អ្នកដែរគឺនៅទីនេះហើយយកកិច្ចសន្យាមកខ្ញុំបង់ប្រាក់កក់មួយឆ្នាំមុនហាលោកនិយាយថាប្រាក់កក់មួយឆ្នាំមែនទេនោះគឺ$1,200,000តើលោកប្រកាសទេប្រាកដឥឡូវអាចចុះហត្ថលេខាលើកិច្ចសន្យាអេឡិចត្រូនិកបានខ្ញុំនឹងផ្ទេរប្រាក់ឥឡូវនេះថៅកែមើលចុះខ្ញុំមិនបានគិតច្រើនទេកិច្ចសន្យាខ្ញុំនឹងរៀបចំឲ្យលោកភ្លាមសូមអង្គុយសិនខ្ញុំទៅយកទឹកជូនលោកនៅទីនេះធ្វើជាកន្លែងទទួលភ្ញៀវត្រូវដាក់ឈុតតែល្អមួយឈុតជាន់ទី2ធ្វើជាបន្ទប់រៀបចំត្រូវមានបរិយាកាសគ្មានធូលីសីតុណ្ហភាពនិងសំណើមថេរតូឧបករណ៍ត្រូវប្រើឈើថ្មល្អបំផុតតំបន់ជាងឈើតំបន់សិល្បៈឡាក់ខុសនិងតំបន់មាសត្រូវបំបែកចេញពីគ្នាកុំឲ្យរំខានគ្នាហាងគឺមានហើយតែពឹងលើខ្ញុំម្នាក់មិនបានទេអាជីវកម្មនេះត្រូវតែពង្រីកត្រូវតែមានអ្នកដែលយល់ច្បាស់និងស្រឡាញ់ជំនាញនេះពិតប្រាកដចូលរួមស្អែកទៅតែម្ដងថ្ងៃស្អែកទៅទីនោះដើម្បីជ្រើសរើសបុគ្គលិកដំបូងសម្រាប់សិក្ខាសាលារបស់ខ្ញុំក្មេងស្រីតូចកញ្ញាតូចអ្នកដើរខុសកន្លែងហើយមែនទេនេះគឺជ្រើសរើសកម្លាំងពលកម្មមិនមែនការប្រកួតសម្រស់ទេខ្ញុំមិនមែនមកប្រកួតសម្រស់ទេខ្ញុំមកដាក់ពាក្យធ្វើជាជាងជួសជុលនិងថែទាំឈើខ្ញុំមានវិញ្ញាបនបត្រខ្ញុំជាលេខ1ក្នុងសាលាជាងជួសជុលនិងថែទាំឈើគឺអ្នកអាចកាន់ពូថៅឬលើកឈើបានទេកុំលេងសាច់អីការងារនេះមិនមែនសម្រាប់ស្រីទេអ្នកប្រញាប់ត្រឡប់ទៅផ្ទះប៉ាអំបោះទៅគុំនៅទីនេះរំខានយើងរកការងារធ្វើបានហើយគុំឆ្លោះគ្នាកញ្ញាតូចក្រុមហ៊ុនយើងជ្រើសរើសជាងដែលមានបទពិសោធន៍អ្នកទើបតែរៀនចប់យើងមិនហ៊ានប្រើទេទោះបីខ្ញុំក្មេងប៉ុន្តែខ្ញុំមានចំណេះដឹងជំនាញលេខ1ហើយមានសមត្ថភាពបំពេញការងារនេះដៃអ្នកមិនទាន់ធំជាងក៏ដៃខ្ញុំផងបើមានបញ្ហាអ្វីយើងមិនអាចទទួលខុសត្រូវទេទៅរកកន្លែងផ្សេងមើលទៅរកការងារជាអ្នកទទួលភ្ញៀវឬបុគ្គលិកការិយាល័យរស់នៅសុខស្រួលល្អជាងខ្ញុំមិនត្រូវការឲ្យអ្នកទទួលខុសត្រូវទេខ្ញុំរៀន4ឆ្នាំចូលរួមការប្រកួតច្រើនណាស់គឺដើម្បីធ្វើរឿងនេះហេតុអ្វីបានជាអ្នកមិនផ្ដល់ឱកាសឲ្យខ្ញុំសាកល្បងគ្រាន់តែព្រោះខ្ញុំជាស្រីមែនទេឱកាសគឺសម្រាប់អ្នកដែលមានសមត្ថភាពឱកាសគឺសម្រាប់តែអ្នកដែលមានសមត្ថភាពប៉ុណ្ណោះអញជាក្មេងស្រីសោះមកនិយាយរឿងសមត្ថភាពជាមួយពួកយើងទៅវិញទៅគុំនៅទីនេះធ្វើឲ្យអាម៉ាស់មុខអីឆាប់ទៅគុំមកធ្វើឲ្យខ្មាស់គេនៅទីនេះខ្ញុំឃើញអ្នកហើយខ្ញុំបានឃើញវិញ្ញាបនបត្ររបស់អញហើយជើងឯកការប្រកួតជំនាញវិជ្ជាជីវៈថ្នាក់ជាតិផ្នែកជាងឈើកែច្នៃដោយដៃដែលមានតម្លៃខ្ពស់ណាស់ថ្មីនេះខ្ញុំទើបតែបើកសិក្ខាសាលាជួសជុលកម្រិតខ្ពស់មួយដែលមុខរបរចម្បងគឺការថែទាំសំណង់បុរាណនិងជួសជុលគ្រឿងសង្ហារិមចាស់កំពុងតែខ្វះដៃគូដែលយល់ពីការងារពិតប្រាកដនិងស្រឡាញ់ការងារនេះដែលអាចតាំងចិត្តធ្វើការបានតើឯងចាប់អារម្មណ៍មកធ្វើការជាមួយខ្ញុំទេតើអ្នកនិយាយមែនទេរយៈពេលសាកល្បង1ខែប្រាក់ខែគោ$30,000ប្រសិនបើភាគីទាំងពីរពេញចិត្តបន្ទាប់ពីចូលធ្វើការពេញសិទ្ធិក្រៅពីប្រាក់ខែគោសម្រាប់រាល់គម្រោងដែលឯងចូលរួមខ្ញុំនឹងឲ្យភាគរយ5នៃគម្រោងនោះសិក្ខាសាលាមានអាហារនិងកន្លែងស្នាក់នៅឲ្យហើយមិនកំណត់ពេលវេលាបញ្ចប់ការងារទេតើឯងទទួលយកលក្ខខណ្ឌនេះទេ$30,000ហើយនៅមានភាគរយទៀតខ្ញុំស្ដាប់ខុសមែនទេខ្ញុំធ្វើការក្នុងវិស័យនេះជិត10ឆ្នាំហើយហត់នឿយស្ទើរតែស្លាប់បានត្រឹមតែ10000ជាងក្នុងមួយខែចុះអ្នកឲ្យក្មេងស្រីដែលមិនចេះអ្វីសោះនេះដល់ទៅ3មើលឯងមកកំទេចកន្លែងនេះមែនទេទីផ្សារការងារត្រូវមនុស្សដូចឯងធ្វើឲ្យញ៉ៃអស់ហើយតើមានអ្នកណាគេជួលមនុស្សបែបនេះឯងនេះកំពុងតែប្រកួតប្រជែងដោយមិនស្មោះត្រង់ហើយ
ខ្ញុំកំណត់តម្លៃរបស់ខ្ញុំជួមនុស្សរបស់ខ្ញុំតើវាពាក់ព័ន្ធអ្វីនឹងពួកឯងខ្ញុំជួមនុស្សគឺមើលតែសមត្ថភាពក្នុងដៃប៉ុណ្ណោះមិនមើលរឿងផ្សេងទេខ្ញុំយល់ថានាងមានតម្លៃប៉ុណ្ណឹងខ្ញុំនៅមិនទាន់នៅចម្លើយរបស់ឯងនៅឡើយទេតើឯងព្រមមកទេ ខ្ញុំព្រមលោកម្ចាស់ខ្ញុំព្រមទៅ ល្អចឹងយើងទៅ ប្អូនស្រីលោកម្ចាស់ទីនេះមែនទេដែលលោកនិយាយថាជាសិក្ខាសាលានោះនៅកន្លែងដែលថ្លៃបំផុតក្នុងទីក្រុង ត្រូវហើយជាន់ទី1សម្រាប់ទទួលភ្ញៀវនិងតាំងបង្ហាញស្នាដៃជាន់ទី2ជាកន្លែងធ្វើការរៀបចំសិល្បៈការតុបតែងទើបតែបញ្ចប់ឧបករណ៍និងសម្ភារៈកំពុងដឹកជញ្ជូនមកសប្តាហ៍ក្រោយនឹងមកដល់ទាំងអស់ប្រសិនបើឯងត្រូវការឧបករណ៍ពិសេសអ្វីឬមានតម្រូវការអ្វីចំពោះបរិយាកាសការងារអាចសរសេរជាបញ្ជីមកខ្ញុំនឹងរៀបចំឲ្យគ្រប់ លោកម្ចាស់ខ្ញុំនៅតែមិនយល់យើងទើបតែជួបគ្នាជាលើកដំបូងលោកសំបីតែមិនដឹងថាខ្ញុំចេះធ្វើការរត់ផងហេតុអ្វីបានជាលោកជឿជាក់លើខ្ញុំខ្លាំងម្ល៉េះហើយថែមទាំងព្រមផ្ដល់លក្ខខណ្ឌល្អបែបនេះឲ្យខ្ញុំទៀតពួកគេទាំងអស់គ្នានិយាយថាខ្ញុំមិនអាចធ្វើបានថាស្រីមិនអាចធ្វើការងារនេះបានទេ ខ្ញុំបាននិយាយហើយអ្វីដែលខ្ញុំមើលគឺវិញ្ញាបនបត្ររបស់ឯងនោះគឺជាការទទួលស្គាល់កម្រិតជាតិខ្ញុំក៏បានឃើញឯងត្រូវមនុស្សជាច្រើនឡំព័ទ្ធចំអកដែរទឹកចិត្តដែលមិនព្រមចុះចាញ់ក្នុងភ្នែករបស់ឯងប៉ុន្តែរឿងទាំងនេះមិនមែនជារឿងសំខាន់បំផុតនោះទេអ្វីដែលសំខាន់បំផុតគឺជំនាញមិនប្រកាន់ភេទនោះទេឲ្យតែឯងយល់ថាជំនាញរបស់ឯងសមនឹងតម្លៃដែលខ្ញុំបានកំណត់ចំណែកឯពួកគេនិយាយអ្វីនោះមិនសំខាន់ទេអ្វីដែលឯងត្រូវធ្វើនៅពេលក្រោយគឺប្រើស្នាដៃរបស់ឯងដើម្បីឆ្លើយតបទៅនឹងការសង្ស័យទាំងអស់ អរគុណលោកម្ចាស់ខ្ញុំយល់ហើយខ្ញុំប្រកាសជាមិនធ្វើឲ្យលោកខកបំណងឡើយលោកម្ចាស់ឧបករណ៍ទាំងនេះពិតជាអស្ចារ្យណាស់កម្មបិតឆ្លាក់ខ្នាតតូចផលិតនៅអាល្លឺម៉ង់នេះខ្ញុំឃ្លាឃើញតែក្នុងសៀវភៅទេហើយទូរស័ព្ទទុកដែលមានសីតុនភាពនិងសំណើមថេរនេះទៀតព្រះឲ្យសាលារបស់យើងសំបីតែមន្ទីរពិសោធន៍ក៏មិនមានឧបករណ៍ល្អបែបនេះដែរមានរបស់ទាំងនេះហើយទោះជាការងារពិបាកប៉ុណ្ណាក៏ខ្ញុំមានទំនុកចិត្តក្នុងការធ្វើវាឲ្យបានដែរ ឧបករណ៍គឺជារបស់ស្លាប់ជំនាញគឺជារបស់រស់មានរបស់ល្អហើយកាន់តែត្រូវធ្វើការងារឲ្យបានល្អ ខ្ញុំយល់ហើយខ្ញុំនឹងមិនធ្វើឲ្យរបស់មានតម្លៃទាំងនេះខកបំណងឡើយលោកម្ចាស់តើយើងអាចបើកដំណើរការនៅពេលណាខ្ញុំមិនអាចរងចាំទទួលការងារបានទៀតទេ មិនបាច់ប្រញាប់ទេនឹងមានគេមកនឹងមានអ្នកមកអូ ចិនយ៉ានមិនធម្មតាទេណាប៉ុន្មានថ្ងៃមិនឃើញសោះឯងពិតជាអាចបើកខាងបានមែនទីនេះមើលទៅពិតជាអស្ចារ្យណាស់មែនទេចំណាយលុយតុបតែងច្រើនណាស់មែនទេគ្រាន់តែមិនដឹងថាលុយទាំងនេះឯងបានមកពីណា ស៊ីវយូនិយាយបែបនេះមិនបានទេលោកស្រីចិនឥឡូវគឺជាថៅកែធំហើយអាចបើកហាងនៅកន្លែងដែលដីមានតម្លៃថ្លៃបែបនេះបានតើអាចជាមនុស្សធម្មតាបានដែរឬលោកស្រីចិនអ្នកនិយាយត្រូវមែនទេហាងរបស់អ្នកនេះបើកធ្វើអ្វីជាកំណែទម្រង់នៃការប្រមូលរបស់ចាស់មែនទេ លោកបានមកដល់ហើយខ្ញុំមិនបានចេញទៅទទួលសូមអភ័យទោសទេនេះគឺជាសិក្ខាសាលាជំនាញមិនមែនប្រមូលរបស់ចាស់ទេគឺគ្រាន់តែជួសជុលរបស់ដែលមានតម្លៃប៉ុណ្ណោះ របស់ដែលមានតម្លៃមែនទេនិយាយហុំម្លេះល្អណាស់ថ្ងៃនេះខ្ញុំមកទីនេះគឺដើម្បីឲ្យអ្នកបានឃើញថាអ្វីទៅដែលហៅថាជារបស់មានតម្លៃបើកមើលទៅស្គាល់ទេ នេះគឺជាអ្វីដែលលោកវាងបានដេញថ្លៃបានក្នុងតម្លៃ 80,000 រូបិយបានបរទេសកាលពីសប្តាហ៍មុនគួរឲ្យស្ដាយណាស់កាលពីម្សិលមិញមិនប្រយ័ត្នដៃឲ្យធ្វើឲ្យធ្លាក់បែកចិនយ៉ានមិនមែនឯងនិយាយថាឯងមានសមត្ថភាពខ្លាំងទេមិនមែនឯងនិយាយថាឯងអាចជួសជុលបានគ្រប់យ៉ាងទេមួយនេះតើឯងអាចជួសជុលបានទេពួកអ្នកមានន័យយ៉ាងម៉េចរបស់ល្អបែបនេះធ្វើឲ្យធ្លាក់បែកបែបនេះពួកអ្នកមានចិត្តណាមែនទេ ក្មេងស្រីមនុស្សធំនិយាយគ្នាក្មេងកុំជ្រៀតជ្រែកខ្ញុំកំពុងពិភាក្សាចំនួនជាមួយលោកស្រីចិនយ៉ាងម៉េចដែរចិនយ៉ានតើហ៊ានទទួលការងារនេះទេប្រសិនបើឯងអាចជួសជុលវាឲ្យដូចដាំវិញបានគ្មានស្នាមអ្វីទាំងអស់លុយខ្ញុំនឹងមិនកាត់ឯងមួយសេនឡើយប្រសិនបើឯងជួសជុលមិនបានឬធ្វើឲ្យវាខូចខាតនោះហាងរបស់ឯងនេះខ្ញុំគិតថាជប់បើកទៅឯងគ្រាន់តែលុបជង្គង់ចុះក្បាលបីដងឲ្យខ្ញុំនៅតាមផ្លូវនេះរួចហើយចាក់ចេញពីមុខខ្ញុំទៅយ៉ាងម៉េចដែរ ចិនយ៉ានលោកវាងកំពុងតែផ្ដល់ឱកាសឲ្យឯងហើយប្រសិនបើឯងពិតជាមានសមត្ថភាពមែននេះគឺជាឱកាសដ៏ល្អសម្រាប់ឯងក្នុងការបង្កើតឈ្មោះឲ្យល្បីល្បាញប្រសិនបើគ្មានសមត្ថភាពទេកុំទទួលការងារនេះឲ្យសោះឥឡូវនេះទទួលស្គាល់ថាខ្លួនឯងមិនអាចធ្វើបាននៅទាន់ទេដល់ពេលនោះខាតបង់អ្វីទាំងអស់ហើយថែមទាំងខាតបង់លុយដែលបោកគេមកបានទៀតអាចជួសជុលបាន ល្អមានចិត្តក្លាហានណាស់ចឹងឯងនិយាយមកតម្លៃថែទាំត្រូវប៉ុន្មានខ្ញុំនិយាយទុកមុនប្រសិនបើឯងហ៊ានទារតម្លៃខ្ពស់ពេកខ្ញុំមិនទទួលស្គាល់ទេ 50,000 ចិនយ៉ាងឯងឈួតមែនទេឯងចង់បាន50,000បានប្រទេសសម្រាប់ចាស់មួយនេះមែនទេឯងចង់បានលុយរហូតដល់ឈួតមែនទេ ខ្ញុំទិញមកចំណាយតែ 80,000 ទេឯងជួសជុលបន្តិចបន្តួចទៀតដល់ទៅ 50,000 នេះគឺជាតម្លៃដែលខ្ញុំកំណត់សេរ៉ាមិកបុរាណគឺជាជំនាញមិនមែនគ្រាន់តែជាការបិទភ្ជាប់ធម្មតាទេអ្វីដែលជួសជុលគឺវត្ថុហើយក៏ជាប្រវត្តិសាស្ត្រនិងតម្លៃដែលនៅពីក្រោយវាផងដែរខ្ញុំយល់ថាជំនាញរបស់ខ្ញុំមានតម្លៃប៉ុណ្ណឹងប្រសិនបើលោកវាងយល់ថាថ្លៃអាចទៅរកអ្នកជំនាញផ្សេងបាន នេះគឺជាតម្លៃរបស់ខ្ញុំនេះជាស្នាដៃមិនមែនគ្រាន់តែជាការបិទភ្ជាប់ធម្មតាទេអ្វីដែលខ្ញុំរៀបចំគឺវត្ថុបុរាណហើយវាក៏ជាប្រវត្តិសាស្ត្រនិងតម្លៃដែលនៅពីក្រោយវាផងដែរខ្ញុំគិតថាស្នាដៃរបស់ខ្ញុំមានតម្លៃប៉ុណ្ណឹងបើលោកបានគិតថាថ្លៃលោកអាចទៅរកអ្នកផ្សេងបានខ្ញុំក៏មិនប្រកាសថាចង់ជួសជុលវាដែរល្អណាស់លោកឆេន $50,000 គឺ $50,000 ខ្ញុំចង់ដឹងថាតើលោកមានសមត្ថភាពអ្វីខ្លះដើម្បីរកលុយ $50,000 ពីខ្ញុំកន្លះខែក្រោយមកបើខ្ញុំឃើញថាវត្ថុនេះមានស្នាមប្រេះបន្តិចបន្តួចនោះខ្ញុំមិនត្រឹមតែឲ្យលោកសងលុយវិញទេខ្ញុំនឹងធ្វើឲ្យហាងរបស់លោកបាត់ពីផ្លូវនេះទៀតផងជួសជុលវាឲ្យខ្ញុំ លោកម្ចាស់តើយើងត្រូវធ្វើដូចម្ដេចពួកគេច្បាស់ជាមកដើម្បីរកបញ្ហាហើយ $50,000 បើយើងជួសជុលមិនបានផលវិបាកវានឹងធ្ងន់ធ្ងរណាស់គាត់មិនមែនមករកបញ្ហាទេគាត់មកដើម្បីឲ្យយើងចាប់ផ្ដើមអាជីវកម្មជីងហឺរៀបចំខ្លួនចាប់ផ្ដើមការងារឲ្យអ្នកទាំងអស់គ្នាក្នុងទីក្រុងមើលថាតើស្នាដៃរបស់យើងពិតជាមានតម្លៃ $50,000 មែនឬអត់លោកម្ចាស់វាបែកខ្ទេចអស់ហើយសរុបមាន36បំណែកតូចបំផុតនេះសូម្បីតែខាងរៀបនៅកែមក៏បកដែរតើជំហានដំបូងរបស់យើងគឺត្រូវសម្អាតនិងតម្រៀបបំណែកទាំងអស់នោះមែនទេទេជំហានដំបូងគឺការភ្ជាប់ ឃើញទេរាល់ស្នាមប្រេះទាំងអស់គឺមានតែមួយគត់ពួកវាប្រៀបដូចជាស្នាមម្រាមដៃរបស់វត្ថុបុរាណនេះអញ្ចឹងមុននឹងសម្អាតយើងត្រូវតែផ្គុំបំណែកទាំង36នេះឡើងវិញក្នុងចិត្តឲ្យទៅជាវត្ថុពេញលេញមួយដំណើរការនេះហៅថាការផ្គុំតើនេះអាចទៅរួចយ៉ាងម៉េចទៅហេតុអ្វីមិនអាចទៅរួចមើលចុះនេះជាបាតរបស់វាភាពកង់របស់វាជាអ្នកកំណត់ទីតាំងមូលដ្ឋាននៃវត្ថុទាំងមូលបំណែកនេះមានសញ្ញាសម្គាល់ឆ្នាំផលិតវាជាចំណុចកណ្ដាលហើយយកវាជាមូលដ្ឋានមើលស្នាមប្រេះនេះចុះវាភ្ជាប់ទៅនឹងបំណែកដែលមានលំនាំផ្កាឈូកនេះខ្ញុំយល់ហើយលោកម្ចាស់លោកកំពុងប្រើគោលការណ៍នៃការនៃចលនាសម្ព័ន្ធដើម្បីវិភាគដំណើរការបែកបាក់របស់វាដូច្នេះដរាបណាអ្នករកឃើញចំណុចត្រង់សំខាន់និងចំណុចចាប់ផ្ដើមនៃការបែកបាក់អ្នកអាចយកពីកវិធីនៃការផ្គុំរូបទាំងមូលអ្នកពិតជាឆ្លាតណាស់ឥឡូវអ្នកសាកល្បងមើលតើបំណែកបន្ទាប់គូភ្ជាប់នៅត្រង់ណាលោកវាងកុំ
ខាងអីវាគ្មានតម្លៃទេដែលត្រូវខឹងនឹងមនុស្សបែបនោះ50,000ក៏50,000ទៅសម្រាប់លោកវាមិនមែនជារឿងធំដុំទេចាត់ទុកថាចំណាយលុយដើម្បីមើលគាត់ធ្វើរឿងអាម៉ាស់ទៅចុះមនុស្សដែលមានស្ថានភាពសេដ្ឋកិច្ចមិនល្អដូចគាត់តើអាចមានសមត្ថភាពជួសជុលបស្រឡាញ់សម័យនេះបានដល់របៀបណា អ្នកមិនដឹងអ្វីទាំងអស់នេះមិនមែនជារឿងលុយកាក់ទេនេះជារឿងមុខមាត់ខ្ញុំដែលរស់នៅក្នុងរង្វង់នេះអស់ជាច្រើនឆ្នាំតើធ្លាប់មានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរឬទេតើលោកឆេននោះជាអ្នកណាមនុស្សគ្មានសមត្ថភាពដែលអ្នកធ្លាប់បណ្ដឹងចេះនេះគាត់ហ៊ានធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅចំពោះមុខមនុស្សជាច្រើនខ្ញុំនឹងធ្វើឲ្យគាត់បង់ថ្លៃយ៉ាងធ្ងន់ធ្ងរត្រូវហើយមិនអាចឲ្យគាត់រួចខ្លួនងាយបែបនេះទេលោកវាងខ្ញុំគ្រាន់តែមិនយល់តើគាត់យកលុយមកពីណាដើម្បីបើកខាងធំលេះហើយថែមទាំងមានលុយជួលមនុស្សទៀតគាត់ប្រកាសជាដើរផ្លូវខុសហើយប្រហែលជាលុយដែលបោកប្រាស់គេមកខ្ញុំមិនខ្វល់ថាលុយគាត់មកពីណាទេខ្ញុំដឹងតែថាគាត់នឹងឆាប់អស់លុយក្នុងពេលឆាប់នេះគាត់មិនមែនចង់ជួសជុលទេខ្ញុំនឹងឲ្យគាត់ជួសជុលប៉ុន្តែថាតើអាចជួសជុលបានឬអត់វាមិនមែនជារឿងរបស់គាត់ទេអាឡូលោកលីវមែនទេខ្ញុំសិវាសុខភាពលោកនៅល្អទេគឺបែបនេះមានរឿងបន្តិចបន្តួចចង់ឲ្យលោកជួយមើលឲ្យខ្ញុំមកថាមានហាងជួសជុលថ្មីមួយបើកនៅកណ្ដាលក្រុងមានយុវជនម្នាក់ដែលមិនដឹងអីសោះទទួលការងារថែទាំប៉ូស៊ឺឡែនសម័យមីងហើយទារតម្លៃ$50,000ត្រូវហើយគឺវត្ថុរបស់ខ្ញុំនឹងឯងខ្ញុំខ្លាចគាត់គ្មានសមត្ថភាពហើយធ្វើឲ្យខូចវត្ថុបុរាណរបស់ដូនតាចង់អញ្ជើញលោកដែលជាអ្នកជំនាញទៅជួយណែនាំគាត់បន្តិចលោកកុំបារម្ភវាមិនរំខានការងារលោកទេគ្រាន់តែចង់ឲ្យគាត់ដឹងថាតើវិស័យនេះមានភាពស្មុគស្មាញនិងច្បាប់ទម្លាប់យ៉ាងណាខ្ញុំបានអញ្ជើញលោកលីវចិនប៉ាងដែលជាអ្នកជំនាញជួសជុលវត្ថុបុរាណឲ្យទៅទីនោះដរាបណាលោកលីវនិយាយថាវិធីសាស្ត្រជួសជុលរបស់លោកឆេនមិនត្រឹមត្រូវទេគឺជាវិធីសាស្ត្រខុសច្បាប់នោះលោកឆេននឹងចប់ជីវិតក្នុងវិស័យនេះហើយលោកម្ចាស់វិធីនេះពិតជាឆ្លាតណាស់លោកម្ចាស់លោកពិតជាអស្ចារ្យណាស់យើងពិតជាធ្វើបានមែនជំហានបន្ទាប់គឺការកំណត់ទីតាំងនិងការគូរតើអ្នកណាជាម្ចាស់ហាងនៅទីនេះគឺអ្នកទាំងពីរមែនទេដែលអះអាងថាអាចជួសជុលប៉ូស៊ឺឡែននេះបានយ៉ាងល្អឥតខ្ចោះហើយថែមទាំងទារតម្លៃ$50,000ខ្ញុំជាម្ចាស់ហាងឈ្មោះឆេនតើលោកជាអ្នកណាខ្ញុំឈ្មោះលីវចិនប៉ាងឮថាមានយុវជនហ៊ានទទួលការងារកម្រិតនេះខ្ញុំក៏មកមើលផ្ទាល់ថាតើវាជាភាពក្លាហានរបស់អ្នកជំនាញឬជាភាពល្ងង់ខ្លៅដែលមិនដឹងអ្វីសោះខ្ញុំសួរអ្នកតើអ្នកប្រើកាវអ្វីដើម្បីភ្ជាប់វាជាកាវនាំចូលដែលមានតម្លាភាពខ្ពស់និងអាចគ្រប់គ្រងពេលវេលាបានមិនសមហេតុផលពិតជាមិនសមហេតុផលមែនតើអ្នកកំពុងជួសជុលឬកំពុងបំផ្លាញស្នាដៃដែលដូនតាបន្សល់ទុកគឺត្រូវតែអាចជួសជុលឡើងវិញបានអ្នកប្រើកាវគីមីបែបនេះវានឹងជ្រាបចូលទៅក្នុងរន្ធតូចនៃប៉ូស៊ឺឡែនពេលក្រោយចង់ជួសជុលទៀតក៏មិនអាចធ្វើបានដែរនេះគឺជាការបំផ្លាញវត្ថុបុរាណជាអចិន្ត្រៃយ៍អ្នកធ្វើខុសហើយតើអ្នកណាជាអ្នកបង្រៀនអ្នកឲ្យធ្វើបែបនេះតើគ្រូរបស់អ្នកជាអ្នកណាប្រាប់ខ្ញុំចង់ដឹងថាតើគ្រូគ្មានទំនួលខុសត្រូវណាដែលបង្រៀនកូនសិស្សឲ្យបំផ្លាញរបស់របរបែបនេះលោកលីវគុំតន់ខឹងអីអ្វីដែលលោកនិយាយគឺត្រឹមត្រូវវិធីសាស្ត្របុរាណគឺត្រូវតែអាចជួសជុលបានយើងក៏កំពុងប្រើវិធីសាស្ត្រការពារវត្ថុបុរាណដែលអាចជួសជុលបានដែរបញ្ហាដែលលោកលើកឡើងកាលពី10ឆ្នាំមុនប្រហែលជាបញ្ហាពិបាកប៉ុន្តែអ្វីដែលយើងប្រើគឺកៅចំនួនថ្មីសម្រាប់ប៉ូស៊ឺឡែនរចនាសម្ព័ន្ធម៉ូលេគុលរបស់វាធំជាងរន្ធតូចនៃប៉ូស៊ឺឡែនហើយវាមានប្រសិទ្ធភាពលើផ្ទៃខាងមុខហើយអាចបកចេញបានទាំងស្រុងដោយមិនធ្វើឲ្យប៉ះពាល់ដល់ប៉ូស៊ឺឡែនមូលហេតុដែលយើងមិនប្រើកៅត្រីគឺដោយសារកម្លាំងបិទភ្ជាប់របស់វាមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការខួងហើយវាងាយនឹងរងផលប៉ះពាល់ដោយសីតុណ្ហភាពនិងសំណើមតែបណ្ដាលឲ្យខូចទ្រង់ទ្រាយអរគុណលោកលីវការធានានៅអ្វីដែលហៅថាប្រពៃណីការធ្វើឲ្យវត្ថុបុរាណមានហានិភ័យនៃការបែកបាក់ម្ដងទៀតក្នុងដំណើរការជួសជុលគឺសំខាន់ជាងឬក៏ការប្រើសម្ភារៈទំនើបដែលមានស្ថិរភាពជាងមុនដើម្បីសម្រេចបាននូវប្រសិទ្ធភាពជួសជុលដ៏ល្អឥតខ្ចោះគឺសំខាន់ជាងលុយក្រដាសបរទេស$50,000ខ្ញុំជាថៅកែឆេនយ៉ាងចុះលោកវិញហើយខ្ញុំជាលីវចិនប៉ាងឮថាមានយុវជនហ៊ានទទួលការងារកម្រិតនេះក៏មកមើលបន្តិចថាតើមកពីមានសមត្ថភាពខ្លាំងឬមកពីមិនដឹងអីសោះខ្ញុំសួរអ្នកតើអ្នកប្រើកាវអ្វីសម្រាប់បិទភ្ជាប់គឺកាវអេប៉ូស៊ីនាំចូលមានតម្លាភាពខ្ពស់ហើយអាចកំណត់ពេលវេលាឲ្យរឹងបានឈួតហើយនេះវាឈួតច្បាស់ណាស់នេះអ្នកកំពុងជួសជុលឬកំពុងបំផ្លាញឲ្យខូចខាតទៅវិញស្នាដៃដែលដូនតាបន្សល់ទុកមកគឺគេទាមទារឲ្យជួសជុលដោយអាចដោះចេញវិញបានអ្នកប្រើកាវគីមីបែបនេះវាជ្រាបចូលទៅក្នុងរន្ធតូចនៃសាច់ប៉ូស៊ឺឡែនថ្ងៃក្រោយចង់ជួសជុលម្ដងទៀតគឺដោះមិនចេញទេនេះគឺជាការបំផ្លាញវត្ថុបុរាណជាអចិន្ត្រៃយ៍អ្នកធ្វើខុសហើយអ្នកណាជាអ្នកបង្រៀនឲ្យធ្វើបែបនេះគ្រូរបស់អ្នកជានរណាប្រាប់មកខ្ញុំចង់ដឹងថាអ្នកណាដែលគ្មានការទទួលខុសត្រូវបង្រៀនកូនសិស្សឲ្យមកបំផ្លាញរបស់របរបែបនេះលោកលីវសូមលោកកុំតន់ខឹងអីអ្វីដែលលោកនិយាយគឺត្រឹមត្រូវហើយសិល្បៈបុរាណគឺទាមទារឲ្យអាចដោះចេញវិញហើយអ្វីដែលយើងប្រើក៏ជាវិធីសាស្ត្រការពារវត្ថុបុរាណដែលអាចដោះចេញវិញបានដែរបញ្ហាជ្រាបចូលដែលលោកបានលើកឡើងកាលពី10ឆ្នាំមុនប្រហែលជាបញ្ហាពិបាកដោះស្រាយប៉ុន្តែអ្វីដែលយើងប្រើនេះគឺជាកាវចំនួនថ្មីសម្រាប់បិទភ្ជាប់ប៉ូស៊ឺឡែនរចនាសម្ព័ន្ធម៉ូលេគុលរបស់វាធំជាងរន្ធតូចនៃសាច់ប៉ូស៊ឺឡែនវាធ្វើសកម្មភាពនៅត្រង់ផ្ទៃមុខកាត់ហើយអាចដោះចេញបានទាំងស្រុងដោយមិនធ្វើឲ្យប៉ះពាល់ដល់សាច់ប៉ូស៊ឺឡែនឡើយមូលហេតុដែលយើងមិនប្រើកាវត្រីគឺដោយសារកម្លាំងបិទភ្ជាប់របស់វាមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការខួងនៅពេលក្រោយហើយវាងាយនឹងប្រែប្រួលរូបរាងដោយសារកត្តាសីតុណ្ហភាពនិងសំណើមអ្នកណាក៏ចេះតែនិយាយទ្រឹស្ដីដែលឯងនិយាយពីសម្ភារៈថ្មីនិងទ្រឹស្ដីថ្មីស្ដាប់ទៅហាក់ដូចជាអស្ចារ្យណាស់ប៉ុន្តែជំនាញពិតប្រាកដគឺត្រូវមើលទៅលើស្នាដៃជាក់ស្ដែងឯងថាគម្រោងរបស់ឯងល្អជាងអញ្ចឹងខ្ញុំត្រូវតែមើលដោយផ្ទាល់ភ្នែកថាតើស្នាដៃរបស់ឯងពិតជាល្អដូចមាត់ឯងនិយាយដែរឬទេព្រលឹងនៃស្នាដៃគឺស្ថិតនៅលើការដំឡើងដៃគោការចោះរន្ធនិងការកំណត់ទីតាំងដែលខុសគ្នាតែបន្តិចបន្តួចក៏អាចខុសគ្នាដូចមេឃនិងដីដែរឯងឥឡូវនេះធ្វើការចោះរន្ធនៅចំពោះមុខខ្ញុំមកបើដៃឯងរេបន្តិចបន្តួចហើយបណ្ដាលឲ្យសេរ៉ាមិចប្រេះជាលើកទី2មិនចាំបាច់ដល់ដៃលោកនាយកបានទេខ្ញុំលីវចិនប៉ាងនឹងជាអ្នកដំបូងដែលវាបំបែកផ្លាកយីហោរបស់ឯងយកបទពិសោធន៍របស់ខ្ញុំមកយូឡូលោកលីវសូមលោកពិនិត្យមើលល្អណាស់ពិតជាល្អមែនរូនរៀងកន្ទុយត្រចៀកកម្មនេះកំឡោះតើគ្រូរបស់ឯងជាអ្នកជំនាញមកពីណាដែរ
ខ្ញុំគ្មានគ្រូទេជំនាញរបស់ខ្ញុំគឺរៀនពីជាងឈើម្នាក់ឈ្មោះជូគាត់បង្រៀនខ្ញុំតែពីការជួសជុលគ្រឿងសង្ហារបានបង្រៀនពីការជួសជុលសេរ៉ាមិកចំណែកការជួសជុលសេរ៉ាមិកគឺខ្ញុំរៀនដោយខ្លួនឯងតាមរយៈសៀវភៅបុរាណនិងបំណែកដែលជីកបានរៀនដោយខ្លួនឯងមែនទេពិតជាអស្ចារ្យណាស់ប្រសិនបើនៅលើโลกនេះមានយុវជនដែលចេះរៀនសូត្រដោយខ្លួនឯងដូចជាឯងច្រើនបែបនេះពួកយើងដែលជាមនុស្សចាស់ក៏អាចទុកចិត្តក្នុងការផ្ទេរជំនាញរបស់ដូនតាទៅឲ្យបានពិតជាគួរឲ្យកោតសរសើរមែនយុវជនជំនាន់ក្រោយពិតជាខ្លាំងមែនពួកអ្នកទាំងអស់គ្នាថតទុកអស់ហើយមែនទេនេះគឺជាជាងជំនាន់ក្រោយដែលមានមូលដ្ឋានគ្រឹះរឹងមាំនិងមានគំនិតច្នៃប្រឌិតបំផុតគម្រោងកែលម្អបច្ចេកទេសរបស់គាត់គឺជាការបន្តវេននិងការអភិវឌ្ឍសិល្បៈហត្ថកម្មបែបប្រពៃណីប្រាក់រង្វាន់សហការចំនួន50,000គាត់ពិតជាសមនឹងទទួលបានអ្នកណាដែលហ៊ាននិយាយរិះគន់អ្វីទៀតគឺចាត់ទុកថាជាស្ត្រូវនឹងខ្ញុំលីវចិនប៉ាងលោកគ្រូឆេនពីមុនខ្ញុំពិតជាយល់ច្រឡំហើយខ្ញុំសូមទោសអ្នកកូនកំបិតនេះខ្ញុំសូមផ្ញើជូនអ្នកជួយមើលផងជួសជុលរួចរាល់ហើយសូមប្រាប់ខ្ញុំផងខ្ញុំនឹងមកគាំទ្រអ្នកដោយផ្ទាល់អាឡូលោកលីវតាមានរឿងអ្វីកើតឡើងតើក្មេងម្នាក់នោះត្រូវអ្នកស្ដីបន្ទោសរហូតដល់ទៅជាយ៉ាងណាហើយតើហាងតូចរបស់គេអាចនឹងត្រូវបិទហើយមែនទេលោកកុំបារម្ភខ្ញុំនឹងរៀបចំកញ្ចប់ប្រាក់រង្វាន់ធំមួយផ្ញើជូនលោកភ្លាមលោកនាយកវាងខ្ញុំទើបតែចេញពីសិក្ខាសាលាយ៉ានហឺនៅទីនោះគ្មានអ្នកបោកប្រាស់ទេមានតែជាងជំនាន់ក្រោយម្នាក់ដែលគួរឲ្យគោរពប៉ុណ្ណោះតើលោកមានន័យយ៉ាងម៉េចដែរលោកលីវខ្ញុំរស់នៅជាង70ឆ្នាំមកហើយអ្វីដែលមិនធ្លាប់ឃើញនោះមិនចាំបាច់ឲ្យយុវជនម្នាក់មកបោកបញ្ឆោតខ្ញុំទេខ្ញុំគ្រាន់តែចង់ដាស់តឿនអ្នកលោកនាយកវាងលុយជារបស់ល្អប៉ុន្តែមិនមែនអ្វីទាំងអស់សុទ្ធតែអាចវាស់វែងដោយលុយបាននោះទេលោកម្ចាស់ថ្ងៃនេះលោកពិតជាអស្ចារ្យណាស់សូម្បីតែនោះដែលមានអធិពលដូចជាលីវចិនប៉ាងក៏ត្រូវលោកធ្វើឲ្យស្ងប់ស្ងាត់ដែលខ្ញុំពិតជាភ័យខ្លាចណាស់តើលោកធ្វើដូចម្តេចទើបអាចរក្សាភាពស្ងប់ស្ងាត់បានបែបនេះព្រោះខ្ញុំដឹងថាដៃខ្ញុំមិនញ័រហើយគម្រោងរបស់ខ្ញុំមិនខុសទេទំនុកចិត្តរបស់ជាងមិនមែនស្ថិតនៅលើមាត់ទេគឺស្ថិតនៅលើដៃបានហើយកុំទាន់សប្បាយចិត្តពេកការប្រយុទ្ធពិតប្រាកដនៅរងចាំយើងនៅខាងមុខទៀតកូនកំបិតត្រូវបានរៀបចំរួចរាល់ហើយប៉ុន្តែស្នាមរបួសនៅតែមានលោកនាយកវាងចង់បានអ្វីដែលល្អឥតខ្ចោះអញ្ចឹងខ្ញុំនឹងផ្ដល់ឲ្យគាត់នៅអ្វីដែលល្អជាងនេះទៅទៀតយើងមិនប្រើដៃគោស្ពាន់ធម្មតាទេគឺប្រើមួយនេះជាមាសលោកម្ចាស់យើងប្រើមាសធ្វើជាដៃគោបែបនេះវាហាក់ដូចជាខ្ជះខ្ជាយពេកហើយកូនកំបិតនេះគឺជាវត្ថុប្រើប្រាស់របស់រាជវាំងការប្រើដៃគោមាសទើបស័ក្តិសមនឹងឋានៈរបស់វាម្យ៉ាងទៀតមាសមានភាពបត់បែនល្អបំផុតដែលអាចភ្ជាប់ជាមួយសេរ៉ាមិកបានយ៉ាងល្អនិងការពារទូវត្ថុបានខ្ញុំចង់ឲ្យស្នាមប្រេះទាំងនោះคล้ายជាលំនាំថ្មីរបស់វាជាលំនាំដែលមិនមានពីរនេះគឺជាថ្ម5វ៉ាត់លោកម្ចាស់វាពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំមិនដែលគិតថាបច្ចេកទេសលោហៈអាចធ្វើបានដល់កម្រិតនេះទេនេះមិនមែនគ្រាន់តែជាការជួសជុលទេនេះគឺជាការបង្កើតស្នាដៃសិល្បៈសម្រាប់វត្ថុមួយស្នាមរបួសក៏ជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់វាដែរអ្វីដែលយើងអាចធ្វើបានគឺគោរពវាហើយធ្វើឲ្យវាក្លាយជាភាពស្រស់ស្អាតប្លែកមួយនេះគឺជាអត្ថន័យពិតប្រាកដនៃសិល្បៈហត្ថកម្មលោហៈខ្ញុំចាំបានហើយលោកម្ចាស់ពីមុនខ្ញុំតែងតែគិតថាធ្វើដូចម្ដេចដើម្បីជួសជុលវត្ថុឲ្យដូចដើមទាំងស្រុងដោយមិនឲ្យឃើញស្នាមឥឡូវនេះខ្ញុំទើបតែយល់ថាភាពល្អឥតខ្ចោះពិតប្រាកដគឺការបញ្ចូលគ្នារវាងអ្វីដែលថ្មីនិងអតីតកាលយ៉ាងល្អឥតខ្ចោះមិនមែនគ្រាន់តែលុបបំបាត់អតីតកាលនោះទេគាត់ចង់បានភាពល្អឥតខ្ចោះអញ្ចឹងខ្ញុំនឹងផ្ដល់ឲ្យគាត់នៅភាពល្អឥតខ្ចោះដែលគ្មានអ្នកណាអាចធ្វើបានលោកនាយកវាងការកំណត់កន្លះខែបានមកដល់ហើយកូនកំបិតរបស់អ្នកជួសជុលរួចរាល់ហើយសូមមកយកចុះរៀបចំរបស់ឲ្យបានល្អហើយយកចុះទៅក្រោមភ្ញៀវនឹងមកដល់ឆាប់នេះខ្ញុំចង់ដឹងថាក្នុងរយៈពេលកន្លះខែនេះអ្នកជួសជុលរបស់មានតម្លៃរបស់ខ្ញុំបានល្អឬក៏ធ្វើឲ្យវាក្លាយជាគំនោស្នាមទៅហើយអ្នកកុំប្រាប់ខ្ញុំឲ្យសោះថាអ្នកគ្រាន់តែប្រើការបិទធម្មតាដើម្បីបោកបញ្ឆោតខ្ញុំមែនហើយឆេនយ៉ាងអ្នកមិនមែនឃើញថាជួសជុលមិនបានក៏ត្រៀមរត់គេចខ្លួនដោយយកលុយទៅជាមួយមែនទេ50មិនឯណោះតើមួយជីវិតនេះអ្នកធ្លាប់ឃើញលុយច្រើនបែបនេះដែរទេប្រសិនបើត្រូវសងតើអ្នកយកអ្វីមកសងតើលោកផ្ទះរបស់អ្នកទាំងមូលគ្រប់គ្រាន់ដែរទេលោកនាយកវាងកញ្ញាសិនសូមអង្គុយចុះក្នុងពេលដែលមកដល់ហើយសូមពិនិត្យមើលទំនិញសិនទៅខ្ញុំសូមណែនាំឲ្យអ្នកស្គាល់នេះគឺជាសាស្ត្រាចារ្យចាងជាទីប្រឹក្សាផ្នែកវិតម្លៃពិសេសនៃសាមន្ទីរទីក្រុងថ្ងៃនេះសូមឲ្យសាស្ត្រាចារ្យចាងជួយពិនិត្យមើលថាស្នាដៃតម្លៃ50,000របស់អ្នកពិតជាមានតម្លៃប៉ុន្មានលោកម្ចាស់ឆេនមែនទេយុវជនដែលមានភាពក្លាហានជារឿងល្អប៉ុន្តែការធ្វើជំនួញត្រូវមានភាពស្មោះត្រង់ជាពិសេសនៅក្នុងវិស័យរបស់យើងអ្នកគួរតែដឹងពីតម្លៃនៃកូនកំបិតឈឹងហ្វានេះប្រសិនបើមានការខូចខាតជាអចិន្ត្រៃយ៍ក្នុងអំឡុងពេលដំណើរការជួសជុលឬប្រសិនបើលទ្ធផលមិនទទួលបានតាមស្តង់ដារវាមិនមែនជារឿងសងលុយធម្មតាទេរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បែបនេះហេតុអ្វីបានជាខ្វះមនុស្សចាស់ដូចខ្ញុំទៅបានលោកគ្រូឆេនខ្ញុំមកទាន់ពេលដើម្បីធ្វើជាសាក្សីសម្រាប់វត្ថុដ៏មានតម្លៃលោកម្ចាស់មែនទេយុវជនដែលការក្លាហានជាមួយនឹងភាពស្មោះត្រង់ជាពិសេសនៅក្នុងវិស័យរបស់យើងតម្លៃនៃចានលាងជក់សម័យឈឹងហ្វាឆេងហួរនេះអ្នកគួរតែដឹងក្នុងចិត្តហើយប្រសិនបើក្នុងដំណើរការដោះស្រាយមានការខូចខាតជាអចិន្ត្រៃយ៍ឬប្រសិទ្ធភាពនៃការដោះស្រាយមិនដល់កម្រិតនោះវាមិនមែនជារឿងសងប្រាក់ធម្មតានោះទេរឿងសប្បាយបែបនេះតើអាចខ្វះមនុស្សចាស់ដូចខ្ញុំបានយ៉ាងម៉េចទៅលោកគ្រូឈឿនតូចខ្ញុំមកតាមពេលវេលាដែលបានកំណត់ដើម្បីមកឃើញដោយផ្ទាល់ភ្នែកនៅការជួសជុលវត្ថុដ៏មានតម្លៃខ្ញុំមកទាន់ពេលល្មមគឺដើម្បីមកឃើញផ្ទាល់ភ្នែកនៅការចាប់កំណើតឡើងវិញនៃវត្ថុដ៏មានតម្លៃនេះអូលោកពូលីក៏មកដែរលោកពូគឺជាអ្នកជំនាញជើងចាស់ក្នុងវិស័យនេះលោកពូគឺល្អណាស់ជួយមើលឲ្យខ្ញុំផងកុំឲ្យអាម្នាក់នេះថាខ្ញុំចាស់ជារាគៀបសង្កត់ក្មេងលោកចិនតូចកុំឲ្យពួកគេខាត់ពេលទៀតអីបើកវាទៅឲ្យអ្នករាល់គ្នាបានឃើញផងភ្លឺហើយបើកវាទៅឲ្យអ្នករាល់គ្នាបានឃើញល្អណាស់នេះមិនអាចទៅរួចទេនេះជាអ្វីទៅអ្នកប្រាំសៅមាសមកគូលើស្នាមប្រេះមែនទេឆិនយ៉ានអ្នកពិតជាហ៊ានណាស់ដែលហ៊ានយករបស់คล้ายៗបែបនេះមកបោកប្រាស់លោកវាងនេះជាបច្ចេកទេសអ្វីទៅមិនដែលលីសោះនេះមិនមែនគូទេណាអ្នករាល់គ្នាមើលចុះកន្លែងប្រសពនៃខ្សែមាសនីមួយមានចំណុចតូចមួយដូចជាស្លាបមេអំបិលនេះមិនមែនជាការភ្ជាប់ធម្មតាទេក៏មិនមែនជាបច្ចេកទេសជប៉ុនដែរនេះគឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃបច្ចេកទេសភ្ជាប់និងការតុបតែងមាសមិនត្រឹមតែជួសជុលវត្ថុនេះបានល្អប៉ុណ្ណោះទេថែមទាំងផ្ដល់ឲ្យវានូវជីវិតសិល្បៈថ្មីទៀតផងខ្ញុំធ្លាប់ឃើញតែក្នុងកំណត់ត្រាដែលបាត់បង់របស់ជាងសិប្បករសម័យមីងប៉ុណ្ណោះដែលគេហៅថាឡុងលីនប៊ូ
ខ្ញុំតែងតែគិតថាវាគ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះលោកវាងលោកបានធ្វើឲ្យបែកធូបការពណ៌ខៀវសម័យមីងដែលមានតម្លៃ80,000រូបិយបានបរទេសប៉ុន្តែថ្ងៃនេះលោកឈិនបានប្រគល់ជូនលោកវិញនៅស្នាដៃសិល្បៈដ៏កម្រដែលមិនអាចកាត់ថ្លៃបានតម្លៃរបស់វាលើសពី10ដងឬរាប់រយដងនៃតម្លៃដើមទៅទៀតលោកមិនបានខាតទេលោកទទួលបានផលចំណេញយ៉ាងមហាសាលលោកវាងពិនិត្យទំនិញរួចរាល់ហើយតើលោកពេញចិត្តនឹងរបស់នេះទេបើពេញចិត្តសូមជួយទូទាត់ប្រាក់ដែលនៅសល់ផង50,000មិនអាចខ្វះ1សេនបានទេ50,000រូបិយបានបរទេសឈិនយ៉ានអ្នកពិតជាគិតគូរបានល្អណាស់អ្នករងចាំខ្ញុំតាំងពីដើមមកមែនទេលោកវាងខ្ញុំគ្រាន់តែជាជាងជួសជុលរបស់របរប៉ុណ្ណោះលោកយករបស់មកឲ្យខ្ញុំជួសជុលវាឲ្យល្អហើយលោកបង់ប្រាក់រវាងយើងទាំងពីរគឺសាមញ្ញបែបនេះឯងចំណែករឿងផ្សេងទៀតគឺលោកគិតច្រើនពេកហើយលោកពូលីវលោកនិយាយត្រូវស្នាដៃនេះមានតម្លៃសិល្បៈលើសពីតម្លៃទីផ្សាររបស់វាទៅទៀតបច្ចេកទេសឡុងលីនប៊ូរបស់លោកឈិនពិតជាអស្ចារ្យណាស់វាជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងវិស័យសិប្បកម្មរបស់យើង50,000មិនថ្លៃទេមិនថ្លៃតតែសោះល្អខ្ញុំនឹងបង់ប្រាក់ប៉ុន្តែឈិនយ៉ានចាំទុកឲ្យល្អរឿងនេះមិនទាន់ចប់ទេលេខសម្ងាត់បាហ្វូលោកវាងនេះជាបង្កាន់ដៃរបស់លោកឥឡូវនេះរបស់នេះជារបស់លោកហើយលោកឈិនតូចថ្ងៃនេះលោកមិនត្រឹមតែជួយសង្គ្រោះសម្បត្តិជាតិមួយប៉ុណ្ណោះទេថែមទាំងជួយឲ្យពួកយើងដែលជាជាងចាស់បានធូរទ្រូងផងដែរធ្វើឲ្យពួកយើងដឹងថាដរាបណាជំនាញនៅមានពិភពលោកនេះនឹងមិនធ្វើឲ្យជាងសិប្បករដូចពួកយើងអត់ឃ្លានឡើយខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំគួរធ្វើប៉ុណ្ណោះលោកមិនចាំបាច់រៀបសារពេកទេជំនាញនិងចិត្តគំនិតរបស់លោកខ្ញុំបានឃើញទាំងអស់ថ្ងៃនេះខ្ញុំមកក្រៅពីមកមើលរឿងសប្បាយក៏មានសំណើមួយដែរនេះជាលេខទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំសមាគមជាងសិប្បករក្នុងខេត្តរបស់យើងចង់បង្កើតមូលនិធិគាំទ្រជាងសិប្បករវ័យក្មេងដើម្បីស្វែងរកនិងបណ្ដុះបណ្ដាលយុវជនដែលមានទេពកោសល្យនិងគំនិតច្នៃប្រឌិតដូចជាលោកខ្ញុំសង្ឃឹមថាលោកអាចមកធ្វើជាទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃមូលនិធិរបស់យើងលោកពូលីវលោកពិតជាផ្ដល់កិត្តិយសឲ្យខ្ញុំខ្លាំងណាស់ខ្ញុំមិនហ៊ានទទួលតំណែងជាទីប្រឹក្សាទេប៉ុន្តែចាប់ពីពេលនេះទៅរាល់ការងារដែលជួយដល់ការបន្តវេនជំនាញនេះបើលោកពូត្រូវការខ្ញុំឈិនយ៉ាននឹងមិនបដិសេធឡើយល្អមានពាក្យនេះរបស់អ្នកគឺគ្រប់គ្រាន់ហើយអញ្ចឹងថ្ងៃនេះខ្ញុំមិនរំខានលោកទៀតទេពួកអ្នកយុវជនចូលអបអរសាទរឲ្យសប្បាយចុះថៅកែយើងជោគជ័យហើយ50,000ខ្ញុំធំឡើងមកមិនដែលឃើញលុយច្រើនបែបនេះទេតើយើងអាចបើកស្រាសំប៉ាញដើម្បីអបអរសាទរបានទេស្រាសំប៉ាញគ្មានទេប៉ុន្តែអ្វីដែលបានសន្យាជាមួយអ្នកគឺមិនអាចខ្វះបានទេ25000ថៅកែនេះជាអ្វីខ្ញុំធ្លាប់និយាយថារាល់គម្រោងដែលអ្នកចូលរួមខ្ញុំនឹងផ្ដល់ឲ្យអ្នក5នៃប្រាក់ចំណូលគម្រោង5នៃ50,000គឺ25000នេះជាអ្វីដែលអ្នកគួរទទួលបានថៅកែខ្ញុំតាមពិតមិនបានធ្វើអ្វីច្រើនទេច្រើនគឺថៅកែម្នាក់ឯងដែលធ្វើខ្ញុំគ្រាន់តែជួយបន្តិចបន្តួចប៉ុណ្ណោះខ្ញុំមិនអាចយកច្រើនបែបនេះទេអ្នកគិតខុសហើយបើគ្មានអ្នកខ្ញុំម្នាក់ឯងក៏មិនអាចធ្វើបានដែរជំនាញរបស់អ្នកការយកចិត្តទុកដាក់របស់អ្នកនិងក្តីស្រឡាញ់របស់អ្នកចំពោះជំនាញនេះសុទ្ធតែជាផ្នែកដែលមិនអាចខ្វះបាននៃភាពជោគជ័យនៃគម្រោងនេះតើអ្នកដឹងទេថាហេតុអ្វីបានជាសិក្ខាសាលានេះហៅថាយ៉ានហឺយ៉ានរបស់ខ្ញុំនិងហឺរបស់អ្នកខ្ញុំសង្ឃឹមថាទីនេះមិនមែនគ្រាន់តែជាហាងរកលុយរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលយើងអាចសម្រេចក្តីសុបិនជាមួយគ្នាថៅកែខ្ញុំយល់ហើយចាប់ពីពេលនេះទៅខ្ញុំនឹងខំប្រឹងធ្វើការឲ្យល្អថ្ងៃនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះការជួសជុលអ្វីគ្រប់យ៉ាងក្នុងលោកមិនត្រឹមតែទទួលបានទ្រព្យសម្បត្តិប៉ុណ្ណោះទេថែមទាំងទទួលបានចិត្តនិងការគោរពទៀតផងអ្វីដែលខ្ញុំចង់ធ្វើមិនមែនគ្រាន់តែជួសជុលវត្ថុបុរាណប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីជួសជុលការប្រងើយកន្តើយរបស់សម័យកាលនេះចំពោះចិត្តសិប្បករជួសជុលអ្វីដែលត្រូវបានគេបំភ្លេចចោលដែលគួរតែត្រូវបានបន្តវេនទៅមុខទៀតសូមសួរថាតើនេះជាសិក្ខាសាលាជួសជុលយ៉ានហឺមែនទេខ្ញុំមានវត្ថុមានតម្លៃមួយដែលជាមរតកគ្រួសារបានធ្វើឲ្យបែកដោយអចេតនាឬថាមានតែនៅទីនេះទេដែលអាចជួសជុលបានមិនមែនគ្រាន់តែជួសជុលវត្ថុបុរាណប៉ុន្តែគឺដើម្បីកែតម្រូវការប្រងើយរបស់សម័យកាលនេះចំពោះសិល្បៈស្ដារឡើងវិញនូវភាពស្រស់ស្អាតដែលត្រូវបានគេបំភ្លេចចោលគួរតែត្រូវបានបន្តវេនសូមសួរថាតើទីនេះគឺជាហាងជួសជុលវត្ថុបុរាណយ៉ានហឺយ៉ានមែនទេខ្ញុំមានវត្ថុមានតម្លៃមួយដែលជាមរតកគ្រួសារហើយបានធ្វើឲ្យវាបែកដោយអចេតនាខ្ញុំមើលថាមានតែនៅទីនេះទេដែលអាចជួសជុលបាន